របៀបស្នើសុំរកលុយជាមួយ Facebook បាទបងប្អូនដែលបង្កើត page ថ្មីបាទចង់រកលុយជាមួយ Facebook បាទមើលវីដេអូនេះដល់ចប់បាទនឹងជួយបងប្អូនបាទខ្លះជាដំបូងបងប្អូនចូលមកក្នុង page Facebook បងប្អូនចឹងមកបាទហើយបន្តមកទៀតបងប្អូនចុចកន្លែងAQ ហ្នឹងបាទចុចកន្លែង AQ ហ្នឹងមកហើយបន្តមកទៀតបងប្អូនឃើញសញ្ញាដុល្លារឡើងនេះបាទបងប្អូនត្រូវអស់មកខាងក្រោមនេះមកខាងក្រោមហើយរកពាក្យនេះ monetization នេះមក Wait, I'm sorry. យើងនេះនេះអាកន្លែងទី2បងទី1ទី2កន្លែង content monetization មកបាទតោះទៀតចុចកន្លែង submit interest ហ្នឹងសម្រាប់ pack ថ្មីបងប្អូនសម្រាប់បងប្អូនដែលមិនទាន់ចុច submit ទេចុចធ្វើតាមខ្ញុំទៅបាទហើយចាលើហ្នឹងចុចកន្លែងនេះ digital creator នេះបាទកន្លែងហ្នឹងមកចុចផ្លាច់ពីលើហ្នឹងមកក្តៀសពីលើមួយបន្តមកទៀតទី2នេះកន្លែងនេះចុចលើហ្នឹងមកហើយយើងចុចគ្រាស1 2 3 4មកចុចគ្រាសទាំង4អញ្ចឹងមកបាទនេះ1បាទ2 3 4ហើយចុចដានមកបាទកន្លែងនេះយើងទៅសេមកនេះដាក់ថា content monetization បាទបងប្អូនទៅសេតាមខ្ញុំមកនេះបងប្អូនអាច copy ទៅបាន content monetization ចឹងមកបន្ទាប់មកទៀតបងប្អូនចុចកន្លែង submit បាទនេះមកបាទយើងរងចាំវា approve បើសិនជាវា approve ហើយបាទយើងនឹងមានឱកាសរលុយជាមួយវាហើយបាទអញ្ចឹងបងប្អូនព្យាយាមផុសវីដេអូឲ្យបានច្រើនទៅបាទវានឹងបើកឲ្យយើងរលុយណាបងប្អូនបាទអញ្ចឹងបងប្អូនបាទមានភាគរយខ្ពស់ក្នុងការអាចរលុយវាបាទដោយសារតែយើងស្នើសុំទៅវាហើយបាទឥឡូវនេះវាចេញតម្រងមកដូចបែបមិញនេះបែបនេះបាទអញ្ចឹងយើងរងចាំវាទម្លាក់ 2CM ឲ្យយើងបងប្អូនបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយបងប្អូនកុំភ្លេចអាសាផុសវីដេអូផងបាទទើបវាទម្លាក់ 2CM ឲ្យបងប្អូនណាបាទអាសាផុសវីដេអូផងនេះបាទអាសាផុសមកខ្ញុំទៅបង្កើតថ្ងៃហ្នឹងទេបាទបាន9 follower ហើយនេះបាទមកវីដេអូបាន200 view ដែរបងប្អូនណាបាទអញ្ចឹងអរគុណ